ประเภทน่าจะให้แต่หน้ามีนจังเบอร์ยังเนี่ยยังจูตูเตอร์พิจารณาหน้ามีนนั่งอัตตอนมีนอยู่เหมือนในฉบับให้ปัจจัยในขนมบอดปิดซอสพอขยมจีเนอันจะเพยจรานก็โดยจีจะเพยกัมพูเนี่ยมีน30เนี่ยหรือพบลูกนั้นให้ก็ยืงจูบแต่เพียบจะสลายในจมพวงหมกนั้นคือยืงtrong châu rùm một để chơi cái này ai thà chỉ define mới thà tơเนี่ยmiềnนึงหรือbiết mấy cái hai thằng nào miền bộ bậc hiểm kết mình khâu chế cả na ao này vô mình đây khâu rồi đưa môi cổ nhưng mình cầm nót than để nâng chỉ nè miền nè nâng cầm đất miền để không cầm đất ấy cứ define thì đưa mình đây nó cứ trời đi cứ ai cả kết khóc nè bộ thằng đó bởi dương kết ha nè miền lui pram mới hai miền ọt chẳng ban mà việc mìnhเนี่ยโจร่วมจำซัวเลยខ្ញុំចង់ define មួយខៅថាជាប្រភេទអ្នកមានមានប្រមាណតាមពិតមិនត្រូវទេហើយគួរកម្រិតឋានៈអ្នកមានអត់ឋានៈអ្នកមានហើយបានខ្ញុំចង់និយាយអំពីគំនិតអ្នកមានដែលសំណួរមិញអញ្ចឹងហើយបន្ទាប់មកបានខ្ញុំចង់និយាយអំពីមហិច្ឆតាផងអ្នកមានអញ្ចឹងនឹងអាចខ្ញុំបញ្យល់មិនអស់សង្ឃឹមថាបើចង់ដឹងថាមហិច្ឆតាអ្នកមានចាំសួរបន្ថែមប៉ុន្តែខ្ញុំអាចបញ្យល់បដាខ្ញុំអាចគិតអំពីជីវិតចុងក្រោយរបស់អ្នកមានទៀតថាតើអ្នកមានជីវិតចុងក្រោយរបស់គាត់យ៉ាងម៉េចយើងបានជួបយើងបានដឹងយើងមិនមែនធ្លាប់ចាស់ទេមិនទាន់ដល់ធ្លាប់ស្លាប់ទេក៏ប៉ុន្តែយើងបានដឹងអំពីប្រវត្តិរបស់គាត់បានន័យថាជីវិតចុងក្រោយកាលណាយើង classify កាលណាយើងរកឲ្យឃើញកម្រិតអ្នកមាននីមួយហ្នឹងពេលហ្នឹងយើងដឹងថាការគិតរបស់គាត់គឺខុសគ្នាបាទអញ្ចឹងខ្ញុំឲ្យនិយមបណ្ដេញបន្តអសននេះតាមពិតប្រហែលជាមិនត្រូវទាំងអស់ណាតែពិតខ្ញុំឲ្យ define មួយហៅថាតើយើងត្រូវបែងចែកកម្រិតអ្នកមានអ្វីដែលយើងហៅថាអ្នកមានទី1ខ្ញុំចង់និយាយថាអ្នកមានគេហៅសំពីបនគេហៅមានដំណរពុយក៏ជាអ្នកមានដែរបានន័យថាមនុស្សហ្នឹងគឺគាត់កើតមកគាត់នៅលើកំណត់ទ្រព្យគាត់ជាអ្នកមានមួយហើយប៉ុន្តែឯកលូមនុស្សមិនសូវមានសំណាងរឿងហ្នឹងទេណាបាទទី2អ្នកមានខ្លះគឺគាត់មានដោយសារឱកាសអ្នកមានខ្លះក៏មានដោយសារឱកាសចាំមើលស្រាប់តទៅទៀតណាអ្នកមួយទៀតគឺគាត់មានដោយសារការប្រឹងប្រែងនៃខ្លួនឯងឃើញទេតែ3សិននេះខ្ញុំអត់ថា3ហ្នឹងគឺនិយមន័យគាត់ខុសគ្នាហើយការគិតរបស់គាត់ក៏ខុសគ្នាដែរអញ្ចឹងវាគ្មិនចាំសួរមកបាទថាតើវាខុសគ្នារបៀបម៉េចខ្ញុំនឹងអាចបញ្យល់បានខ្លះមួយទៀតគេហៅអ្នកមានដែរអ្នកមានគឺជាអ្នកដែលមានលុយចាយអ្នកមានគឺជាអ្នកដែលមានទ្រព្យអ្នកមានគឺជាអ្នកមានបញ្ញាក៏ជាអ្នកមានបញ្ញាដែរអញ្ចឹងខ្ញុំឲ្យ define មួយទៀតគឺអ្នកមានបញ្ញាដូចពាក្យចាស់លោកថាអ្នកមានបញ្ញាណាចៅលួយក៏មិនបានណាហ្នឹងហើយចាយច្រើនកាន់តែចម្រើនច្រើនហ្នឹងគឺអ្នកមានបញ្ញាក៏ខ្ញុំចាត់ទុកជាអ្នកមានហើយព្រោះអីទ្រព្យគាត់នឹងចាយមិនចេះអស់ទេហើយចាយបានគ្រប់ពេលបើអ្នកមានលុយពេលស្រុកសង្គ្រាមចង្ការលុយនឹងចាយបានទេពេលខ្លះហើយអត់ប្រើបានគ្រប់ពេលហើយវាអាចឡើងចុះទេបើអ្នកមានបញ្ញាអាចប្រើបានច្រើនមុខក៏ប៉ុន្តែបញ្ញាទាំងអស់ក៏មិនស្ថិតតែប្រើបានដែរទេប៉ុន្តែយើងចាត់ទុកថាជាអាសិតអញ្ចឹងបានពេលដែលគេបើកក្រុមហ៊ុនខ្លះគេឲ្យអ្នកមានបញ្ញាហ្នឹងជាអាសិតមួយគេឲ្យshare ឲ្យដល់តែគាត់ហើយគេឲ្យ share បាច់ឲ្យលុយណាគឺ share ហ្នឹងគេហៅ strategy partnership គេឲ្យ share ដែលមានបញ្ញាមានគូក្បាលហ្នឹងគេឲ្យទៅ share គាត់មិនបាច់ដាក់ទុនទេអញ្ចឹងគាត់នឹងអាចមានទុនចាយរហូតដល់ថ្ងៃស្រាប់ក៏មានដែរនៅក្នុងក្រុមហ៊ុនខ្លះអ្នកដាក់បញ្ញាហ្នឹងអ្នកជា founder ហ្នឹងគឺគាត់អាចទទួល share រហូតដល់កូនចៅគាត់មួយជីវិតទៀតក៏មានដែរក្រុមហ៊ុនធំៗអន្តរជាតិបាទមួយទៀតគេហៅថាប្រភេទអ្នកមានដែរគេហៅថាអត់មានច្បាស់លាស់ទេគាត់នឹងគឺចង្កាលមានធៀបសំពីបានឱកាសផងក៏រៀនបានតិចតួចផងខ្លះបានរៀនទេក៏ប៉ុន្តែខ្លះដូចជាគាត់គេហៅថាផ្សំពីនេះផ្សំនេះតួចរហូតនិយមមិនមិនឃើញបាទគាត់ក៏ខ្លាចទៅជាអ្នកមានដែរបាទតែអត់មានទឹកទេអ្នកខ្លះគឺមានដោយសារខ្ញុំដឹងទីថាមានដោយសារពូជវងតកោមានដោយសារគាត់ប្រើបញ្ញាមានដោយសារគាត់ឱកាសបញ្យល់ច្រើនណាស់ហ្នឹងអញ្ចឹងអ្នកខ្លះទៀតគាត់មាននេះផ្សំចុះនេះក៏ខ្លាចទៅជាអ្នកមានដែរហើយអ្នកមានមួយទៀតគេ define ពីរទៀតគេហៅ Forbes Magazine អញ្ចឹងបានថាទាំងអស់ហ្នឹងគឺទៅចាំគឺអ្នកមានមិនមែនដូចគ្នាទេ Forbes Magazine បាន define ច្បាស់ថាអ្នកឯងមានដោយសារអីអញ្ចឹងនៅស្រុកគេអត់មែនទទួលស្គាល់ថាអ្នកនឹងមានលុយច្រើនគេ respect ថាគាត់ពិតជា wealthy ហើយត្រូវទៅ respect ហើយអស់ចាគេមើលប្រវត្តិ history ផងអាហ្នឹងគេថាអ្នកឯងមានដោយសារអីអាហ្នឹងឯងគេឲ្យតម្លៃខ្លាំងគេ respect ខ្លាំងមែនទែនបងបើអ្នកឯងមានដោយសាររឿងមិនសូវត្រឹមត្រូវគេនៅមិនសូវគោរពនឹងស្មារតីណាខ្ញុំមិនសម្ដៅទៅប៉ះពាល់អ្នកណាទេអញ្ចឹងនៅក្នុងពួកលោកខាងលិចឯងកន្លែងហ្នឹងដែលគេប្រយ័ត្នថាគេចង់ឲ្យគេមានក៏ប៉ុន្តែគឺមានដោយនៅក្នុងផ្លូវល្អអញ្ចឹងបាន Forbes Magazine គាត់ define ខ្ញុំឧទាហរណ៍ទៅពី3មនុស្សទៀតដូច Warren Buffett
bà đôi Steve Jobs ấy nắng bà đôi Joseph nó sát tại miền đại tỷ cầu đó bà này thà quạt miền đòi bảnh nhá đòi cùng lăng phó quát mình ở bên miền ở cáp xóm đáy còn bên đấy ở đây đại ca kết phó quát nó cứ chia ca kết sầm đạp bị phục lục nhưng mới theo đi phó quát mình miền đầm bay cua xa phó quát đây chẳng người trong cái nhưng còn phải thà bữa trong thì dễ một pi ca kết nhưng phải vô và thay một pi ca kết bộ để xa ở đây đứng á ở đây thằng ó nứng cứ ca kết khóc nè chẳng nhưng trong tờ lót tôi lực của nó tha ai xu nhưng môi thạp ca kết đập bom nẹm miên để không cua xa rồi môi của ca kết sầm đạp nẹm miên đời xa cá rồi môi của nẹm miên đời xa cái hai thạp phải chạy vị trí rồi môi của nẹm miên cái hai tham miên bên này bên nô một khai để chi nẹm miên rồi môi cô nẹm miên môi đại Forbes magazine có define tha chi nẹm miên đại cua ở cờ rúp hay bỏ bắt nó pơ lỗ bằng phật anh đang hay để cái chọn bàn chẳng nhầm ai define mà đôi môi bởi sao đi nhầm phải vô tầm mũi phải cho việc cover bànទាំងអស់តែបានជាងសុំប៉ុណ្ណឹងសិនអរគុណបាទបាទអរគុណច្រើនបងលោកបណ្ឌិតជាពិសេសលោកបណ្ឌិតបានព្យាយាមធ្វើការកំណត់អត្តន័យនៃពាក់ព័ន្ធនឹងភាពជាអ្នកមាននឹងដោយសារតែអ្នកមានទី1អាចនិយាយបានថាគាត់មានកើតមកមានទី2មានដោយសារតែឱកាសហើយទី3មានដោយសារការខិតខំប្រឹងប្រែងឬក៏ទី4តេតូននឹងការមានដោយមានធាតុផ្សំផ្សេងដែលអាចមានប្រភពមិនច្បាស់លាស់ហើយចឹងហើយពាក់ព័ន្ធនឹងគំនិតនៃការគិតនេះដែរអ្វីដែលយើងចង់ដឹងជាងគេសម្រាប់លោកបណ្ឌិតផ្ទាល់តែម្ដងក៏ដូចជាលោកជំទាវថាតើលោកបណ្ឌិតយល់ថាឬក៏គិតថាតើគំនិតដែលគេហៅថាគំនិតឬក៏ការគិតរបស់អ្នកមានណាដែលយើងចង់និយាយថាខ្លីជាងគេថាគំនិតមិនមានឬក៏ការគិតមិនដែលធ្វើឲ្យមនុស្សនឹងមានហើយមាននៅក្នុងអវ័យមួយដែលខ្ញុំគិតថាលោកបណ្ឌិតក៏ដូចជាលោកជំទាវដែល respect ឬក៏ឲ្យតម្លៃថាចំពោះលោកបណ្ឌិតផ្ទាល់គឺអ្នកមានគឺឲ្យតម្លៃទៅលើថានិយមន័យចេះអញ្ចឹងមានហ្នឹងតើគេគិតមិនបើសិនជាយើងធ្វើការសិក្សាជាទូទៅគេកំណត់ថាអ្នកដែលមានលុយ$1 លានឡើងគឺគេថាគាត់ជាអ្នកមានគឺមានន័យថាយើងថា millionaire ហើយបន្តមកដល់កាលណាឥឡូវនេះគេវិវត្តទៅរហូតទៅដល់ billionaire ណាអ្នកដែលចូលទៅក្នុង cluster billionaire បានគេថាអ្នកមានប៉ុន្តែដើម្បីឲ្យវាមាន millionaire ឬក៏ billionaire នេះក៏វាទាមទារថាធ្វើម៉េចដើម្បីឲ្យវាមានភាពគង់វង្សរីកចម្រើនយូរអង្វែងដើម្បីឲ្យคล้ายទៅជាអ្នកមានពិតប្រាកដអ្នកមាននេះសេចក្តីប្រាថ្នារបស់មនុស្សជាតិអីចឹងខ្ញុំសូមថាតើគំនិតឬក៏ការគិតម៉េចដើម្បីឲ្យធ្វើឲ្យមនុស្សមានឬក៏ការគិតគំនិតម៉េចដែលវានាំយើងទៅជាអ្នកមានតាមទស្សនៈផ្ទាល់ខ្លួនរបស់យើងតែម្ដងអញ្ចឹងសូមអញ្ជើញពីលោកបណ្ឌិតមុនបាទអរគុណច្រើនលោករដ្ឋាបងអូនស្រីម្ដងទៀតណាជាខ្ញុំមិនហ៊ានថាទស្សនៈខ្ញុំជាទស្សនៈអ្នកមានទេតែមិនទាន់មានណាប៉ុន្តែយើងដឹងអំពីរបៀបអ្នកមានហ្នឹងហើយដែលលោកគួរថាមានប្រសាសន៍មិនត្រូវទេតាមពិតទៅយើងនិយាយថ្ងៃនេះអំពីអ្នកមានបើយើងនិយាយពីអ្នកមានបើនៅជនបទហ្នឹងគេហៅថាមានតែផ្ទះថ្មគេហៅអ្នកមានហើយតាមពិតទៅបើយើងកំណត់ទៅmillionaireវាចូលមហាសេដ្ឋីហើយអញ្ចឹងយើងមានពាក្យមហាសេដ្ឋីយើងបាទសេដ្ឋីបាទmillionaireបាទវាមានលើសអ្នកមានទៅទៀតបើយើងតែអ្នកមានស្រួលទេប៉ុន្តែមកដល់ម៉ោងនេះវាមានដល់មហាសេដ្ឋីហើយមហាសេដ្ឋីកម្ពុជាទៀតវាមានកម្ពុជាមហាសេដ្ឋីលើទៅទៀតប៉ុន្តែខ្ញុំសូម define ចេញតែជាពីរបានហើយយើងកុំបញ្យល់ទៅអ្វីគេហៅថាអ្នកមានដែលមិនសូវជា model យើងបញ្យល់ទៅតែពីរខ្ញុំចង់ចែកទៅពីរបានណាគឺគំនិតអ្នកមានគឺខុសពីគំនិតមនុស្សធម្មតាហើយអញ្ចឹងបងប្អូនចាំព្រោះបងប្អូនជានៅក្នុងចំនួនក្រោយហ្នឹងបងប្អូនត្រូវចាំថាហេតុអីបានគេខ្លាចទៅជាអ្នកមានយើងកុំខ្វល់ថាអ្នកមានហ្នឹងគាត់មានដោយសារអ្វីប៉ុន្តែគាត់បានខ្លាចទៅជាអ្នកមានហើយមកដល់ម៉ោងនេះអ្នកមានណាក៏ដូចអ្នកមានណានេះគឺគិតអំពីអនាគតប្រកបតែការគិតមានការគិតរវាងវែងនិងខ្លីតែប៉ុណ្្នឹងទេខ្ញុំសូមចែកទៅពីរបានហើយខ្ញុំគិតថាអ្នកដែលមានដោយសារអាកាសមានដោយសារពុទ្ធវងតកូលភាគច្រើនការគិតរបស់គាត់បានត្រឹមតែជាមនុស្សលះលហួនទេគាត់បញ្ញាគាត់លះលហួនគាត់ចង់ពង្រីករបបរបស់គាត់ប៉ុន្តែ mostly ភាគច្រើនការគិតរបស់គាត់មិនដូចប្រទេសតន្ត្រីលោកទេតែទីលោកគឺអ្នកដែលមានដោយសារបច្ចេកវិទ្យាមានដោយសារការផ្គុំគណិតចូលគ្នាយើងឃើញណាយើងឃើញគេហៅថាធាតុផ្សំនៃធ្វើឲ្យអ្នកមាននឹងវាខុសគ្នាបាត់ទៅហើយបែរថាអ្នកមានដោយសារអាកាសបានន័យថាមានដោយសារពូជពងហ្នឹងគឺបានន័យថាជា foundation គឺមានតែទ្របទេមិនមានគំនិតមកជាមួយទេហ្នឹងហើយជាមួយចុងក្រោយយ៉ាងម៉េច
តែបើអ្នកដែលបង្កើតក្រុមហ៊ុន technology អ្នកដែលរស់ស៊ីជាគេហៅថាមានដោយសារគាត់ integrate របបបញ្ចូលគ្នាដូច Jack Ma ដូច Steve Jobs ដូចអីដែលខ្លាំងហ្នឹងដូច Andrew Carnegie ដូចអីហ្នឹងបាទដូចតកែដែល Amazon ហ្នឹងគឺបានន័យថាអ្វីដែលកាត់ផ្ដើមមកវាជាផ្ដើមដោយគំនិតអញ្ចឹងពួកគាត់ហ្នឹងកាលណាផ្ដើមដោយគំនិតអាការគិតរបស់គាត់មាន mission vision ច្បាស់លាស់ហើយបើយើងមើលរឿងមួយដែលយើងត្រូវធ្វើតាមរឿងសកម្មភាពបានន័យថាអ្នកមានហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំមើលទេណាស្មាតោះដូចអង្គញាម៉ុងធីក៏ដោយអង្គញាផ្សេងដែលខ្ញុំនៅជាមួយគាត់ណាខ្ញុំក៏នៅក្នុងផ្នែកតិចតួចយ៉ាងហ្នឹងទេគឺថាអង្គុយតាណាធ្វើដំណើរទៅណាគឺខួរក្បាលគាត់ពាណិជ្ជកម្មតែម្ដងមកយើងមើលដឹងពេលដែលយើងទៅជែកការងារជាមួយកម្ពុជាអ្នកមានហ្នឹងគឺថាកន្លែងណាក៏ដោយគាត់ដូចមិនសូវនិយាយអំពីអ្វីក្រៅពីទទួលទានទេគាត់ដូចមិនសូវតែជែកអ្វីអំពីការសប្បាយដែលមិនបានការឬមិនបានប្រយោជន៍គាត់មិនបានគិតទេគឺការគិតរបស់គាត់ខ្ញុំមើលទៅប្រហែលជាមិនថាយប់មិនថាថ្ងៃទេគឺគាត់និយាយចេញមកគឺពាណិជ្ជកម្មអញ្ចឹងយើងមើលសំបីតែគាត់ជួបបុគ្គលធម្មតាក៏គាត់សួរថាមិនទៅរកស៊ីអីគេសប្តាហ៍ហ្នឹងកន្លែងហ្នឹងគឺមានស្អីអានេះជាផ្ដើមជាសំណួររបស់អ្នកមានគឺអ្នកមានគឺនិយាយចេញមកគឺរកទទួលទាននឹងតែម្ដងហើយបើយើងគិតអំពីការគិតរបស់អ្នកមាននៅតែលោកវិញនៅប្រទេសលោកខាងលិចវិញគឺគាត់គូក្បាលគាត់មិនមែនគិតដើម្បីមានទេមិនបីតែមានឲ្យជា top rank នៅក្នុងថៃគុណលើពិភពលោកទេខ្ញុំមើលទៅគឺគាត់គិតថាតួអង្គរបស់គាត់អាចផ្ដល់អ្វីបម្រើសេវាកម្មទៅដល់ពិភពលោកឲ្យបានល្អអានេះគឺការគិតរបស់គាត់ហើយគាត់ចង់ឈរក្នុងលំដាប់ដែរប៉ុន្តែលំដាប់បច្ចេកវិទ្យាលំដាប់ដែរទៅលំដាប់នៅក្នុងនាំមុខគេទៅលើបច្ចេកវិទ្យានាំមុខគេកំពុនធំគេទៅលើមុខរបរគាត់ដូចជាហាក់មិនត្រូវគិតថាតម្លៃលុយនឹងធំទេតែបើយើងមើលអ្នកមាននៅក្នុងស្ថានភាពគេហៅថាមានដោយសារអាចថាវងតកោឬមួយក៏មានឱកាសហ្នឹងគឺផកខ្លាំងទៅលើទ្រព្យសម្បត្តិហ្នឹងច្រើនក៏ប៉ុន្តែគាត់មិនសូវបានហ៊ានប្រើធនធានមនុស្សគាត់មិនសូវហ៊ានប្រើបច្ចេកវិទ្យាទេហើយនៅក្នុងរយៈពេលវែងឆ្ងាយរបស់គាត់មិនថាអត់សោះទេភាគតិចទេក៏មិនដែរនៅក្នុងសម័យនេះនៅក្នុងសម័យបច្ចុប្បន្ននេះទោះបីជាយ៉ាងណាបច្ចេកវិទ្យាហើយយើងឃើញនៅចំពោះមុខនឹង technology ហ្នឹងគឺបង្ខំឲ្យមនុស្សផ្លាស់ប្ដូរ mindset ទោះបីថាចាស់ជំនាន់មុនគាត់មិនសូវបានចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាទៅលើការប្រតិបត្តិឲ្យតម្លៃទៅលើធនធានមនុស្សមែនក៏ប៉ុន្តែគាត់ក៏បានឃើញនៅចំពោះមុខថាដាច់ខាតត្រូវតែជំរុញលើផ្នែកហ្នឹងហើយអញ្ចឹងសង្រួមចូលមកខ្ញុំជំរាបបងប្អូនថាអ្នកមានខ្ញុំមើលធ្វើគូក្បាលគាត់គិតខុសពីមនុស្សធម្មតាឆ្ងាយណាស់ទាំងការគិតនៃផ្ដើមធ្វើរបរស្អីមួយទាំងរបរដែលគាត់កំពុងតែមានហើយនឹងការគិតបន្តខ្ញុំមើលទៅគាត់មិនសម្រាកទេអញ្ចឹងបើខ្ញុំស្ដាប់ណាខ្ញុំស្ដាប់ព្រោះខ្ញុំនៅក្នុងចំណោមអ្នកមានដែរបងប្អូនយើងសិតតែអ្នកមាននៅក្នុងក្រុមហើយយើងក៏ជួបមនុស្សធម្មតាច្រើនយើងមើលភាសានៃការគិតភាសានៃការនិយាយបូករួមនឹងកាយវិការគឺខុសនេះឆ្ងាយអ្នកធម្មតាគឺយើងគិតថាធ្វើម៉េចឲ្យដល់ថ្ងៃសៅរ៍មកណាដល់ថ្ងៃសៅរ៍អាទិត្យហើយសួរបងប្អូនស្រីលៀងមើលគ្មានសៅរ៍គ្មានអាទិត្យទេឮតែថាតែនឹងដីរៀងធូរថ្លៃចំណេញអីហ្នឹងគឺថាសឹងតែដុសថ្មិញមិនទាន់ទៅបាត់ហើយបើគ្រួសារគាត់ទៀតខ្ញុំស្គាល់ដែរគឺថាប្រហែលជានឹងអាចត្រូវងើបម៉ោង4ផងអាចងើបម៉ោង4អញ្ចឹងបែរថាទាំងការលះបង់ពេលវេលាទាំងការតស៊ូផ្នែកផ្លូវចិត្តហ៊ានទាំងបោះបង់គ្រួសារទៀតហ៊ានទាំងបោះបង់សេចក្តីសុខក្នុងគ្រួសារបងប្អូនដើម្បីខ្លាយជាអ្នកមានបើសិនជាយើងជំរុញឲ្យវាមានសេចក្តីសុខក្នុងគ្រួសារខ្លាំងច្បាស់ជាបាត់បង់ទៅលើស្អីមួយហើយអញ្ចឹងខ្ញុំមើលទៅអ្នកមានសប្តាហ៍ថ្ងៃនេះមានពេលខ្លះក៏ហាក់ដូចជាទុកគ្រួសារហ្នឹងមិនលើហើយប៉ុន្តែយើងមិនមែនចង់អញ្ចឹងទេប៉ុន្តែជាកលៈទេសៈព្រោះគាត់ឆ្លាតបានន័យថាគាត់ឃើញឱកាសអ្វីដែលគាត់ត្រូវចាប់យកបានគឺគាត់ធ្វើហើយបានន័យថាគាត់នឹងត្រឡប់មកកសាងសុភមង្គលក្នុងគ្រួសារនៅពេលណាក៏បានក៏ប៉ុន្តែឱកាសវាអត់មានច្រើនទេហ្នឹងហើយទៅជួបមនុស្សដែលល្បីវាអត់មានពេលច្រើនទេអ្នកខ្លះខ្ញុំឧទាហរណ៍រឿងមួយបងប្អូនទៅយកគំរូតាមពេលដែលយើងណាត់អ្នកដែលគេប្រកែទោះបីគាត់មានចំណេះដឹងខ្ពង់ខ្ពស់មិនខ្ពស់តែគាត់ប្រកែរកទទួលទានបើកាលណាយើងណាត់ណាយើងចង់រៀនពីគាត់យើងចង់បានដំបូងមានពីគាត់ណាត់គាត់ឲ្យតែគាត់ឯកភាពឲ្យជួបទោះបីថាគាត់ឲ្យជួបដោយលំបាកយ៉ាងណាក៏ដោយព្យាយាមជួបគាត់ទៅហ្នឹងហើយកុំឲ្យថាណាត់គេម្ដងហើយគេមិនឲ្យតម្លៃឈប់ជួបគេទៅគេមានគេមិនចង់ជួបយើងគេប្រកែគេមិនចង់ជួបយើងខុសហើយបើកាលណាយើងចង់ខ្លាចជាអ្នកប្រកែយើងត្រូវស៊ូក្រាញ់នានាយើងត្រូវស្វែងទៅរកឱកាសជួបអ្នកដែលប្រកែគាត់មានបទពិសោធន៍បទចេញការគាត់មិនបានរៀនខ្ពង់ខ្ពស់ប៉ុន្តែក្នុងកិច្ចការពាណិជ្ជកម្មគាត់មានបទពិសោធន៍ច្រើនថាអ្វីដែលគាត់មានបានមកវាជាការលះបង់ដោយរបៀបណាជាការគិតដោយរបៀបណាយើងអាចធ្វើជារ៉ូលម៉ូដែលរបស់យើងបានយ៉ាងហោចណាស់ក៏យើងបាន
រៀននៅចំណុចណាមួយដែលយើងស្គាល់គាត់ព្រោះខ្ញុំឃើញអ្នកណាត់ខ្ញុំស្មាតួនណាខ្ញុំនិយាយទៅមិនសំដៅទៅលើប៉ះពាល់បុគ្គលណាទេខ្ញុំឃើញអ្នកណាត់ខ្ញុំជាងកាលតាមពិតទៅខ្ញុំមិនមែនប្រកែកទេប៉ុន្តែខ្ញុំជឿថាមនុស្សភាគច្រើនជួបខ្ញុំនឹងអាច advice គាត់ទៅលើផ្នែកស្អីមួយបានប៉ុន្តែអ្នកខ្លះគាត់ណាត់ខ្ញុំគាត់ឆាប់បោះបង់គាត់តស៊ូឯងខុសពីខ្ញុំបើខ្ញុំដឹងថាមនុស្សនឹងខ្ញុំចាំបាច់ត្រូវជួបខ្ញុំនឹងព្យាយាមទៅជួបមនុស្សនឹងតតែបានអញ្ចឹងខ្ញុំចាំសម្ដីBill Gates ដែលគាត់ជួប Warren Buffett ដំបូងគាត់បដិសេធមែនទេយើងអានសភៅហ្នឹងគឺគាត់បដិសេធម្ដាយគាត់ថាកូនត្រូវទៅជួប Warren Buffett ពេលដែលកូនជួប Warren Buffett កូននឹងទទួលអ្វីថ្មីពី Warren Buffett ពេលហ្នឹងខ្ញុំដឹងថា Bill Gates នៅតែបដិសេធថារបបយើងមិនដូចគ្នាទេហើយយើងជាកិច្ចការងារដែលយើងរវល់រៀងៗខ្លួនហាក់ដូចជាមិនចាំបាច់ជួបគ្នាទេប៉ុន្តែម្ដាយថាកូនឯងជួបគាត់សិនពេលដែលជួបគាត់កូនឯងនឹងឃើញអ្វីដែលថ្មីហើយពេលដែលជួប Warren Buffett បាន Bill Gates ចេះញញឹមBill Gates ចេះអានសភៅ Bill Gates ចេះទទួលស្គាល់ហើយនឹងហ៊ានលះបង់នៅអ្វីដែលខ្លួនឯងបរាជ័យតែមុនហ្នឹងគឺ Bill Gates គាត់មានអស់នឹងនៅក្នុងខ្លួនអញ្ចឹង Warren Buffett ជាគ្រូផុស Bill Gates ហើយ Bill Gates យើងមិនមានសំណាងយកគាត់ធ្វើគ្រូទេបានតែមកអានសភៅគាត់ទេបើខ្ញុំវិញបានជួប Bill Gates តែ5នាទីមិនដឹងសប្បាយថាម៉េចបាទសូមប៉ុណ្្នឹងចុះហ្នឹងហើយបាទអរគុណច្រើនចំពោះលោកបណ្ឌិតបានចែករំលែកតកតងទៅនឹងការគិតរបស់អ្នកមានជាពិសេសស្ទើរតែថាគិតអត់ឈប់គិតទាំងថ្ងៃគិតទាំងយប់តែពេលគិតគឺគិតតែពីរឿងទទួលទានឬក៏វិនិយោគឬក៏ការរស់ស៊ីហើយហ៊ានគិតហើយហ៊ានធ្វើរហូតដល់ហ៊ានលះបង់សេចក្តីសុខគ្រួសារខ្លះដើម្បីសម្រេចនៅអ្វីដែលជាគោលដៅឬក៏ជាឱកាសដែលមាន